ខ្ញុំចង់សួររឿងបងពាក់មីបន្តិចតើបន្ទាប់ពីបងពាក់មីសុំទោសជាមួយពូហនមកយករូបថតពូឯងមកលក្ខណៈត្រូលលេងកំសាន្តអញ្ចឹងតើអារម្មណ៍ពូអាម៉េចហើយតើពូទទួលយកអារម្មណ៍សុំទោសពីបងពាក់មីហើយតើពូអាចនឹងទៅចូលរួមប្រកួតថ្ងៃ31ការប្រកួតបើកឆាកពីរង្វាន់សុកលីលើកទី8អត់ពូទៅអត់លើឆ្លើយត្រង់ខ្ញុំចង់ដឹងសំណួរហ្នឹងដូចអាចារ្យហ្វីនិយាយចឹងអាចារ្យហ្វីបងចូលមើលអាចារ្យហ្វីដូចពូនិយាយចឹងកុំនិយាយភាសាគ្រប់ត្រូលក្រុមណាលីក្រុមហ្នឹងណាអត់និយាយចឹងកើតទេស្ដាប់ឲ្យច្បាស់សួរដល់ទៀតសំណួរទី1ក្រោយពីបងពាក់មីនិងពូហនបងពាក់មីគាត់ចេះលុយទៅពូហនយកមកធ្វើអានសារលិខិតសុំទោសទៅកាន់ពូចော့ឯងឲ្យកាន់រូបថតកាន់អីចឹងតើពូចော့ទទួលយកបានទេការសុំទោសហ្នឹងហើយបន្ទាប់ពីសុំទោសរួចចឹងតើពូចော့នឹងទៅចូលរួមប្រកួតថ្ងៃទី31ខែឧសភានៅពេលខាងមុខនេះការប្រកួតបើកឆាកនៃពានរង្វាន់សុកលីលើកទី8តើពូទទួលយកបានអត់ប៉ុណ្្នឹងឥឡូវក្នុងកម្មវិធីផ្សាយផ្ទាល់របស់ជីចក់ TV ថ្ងៃនេះខ្ញុំនិយាយឲ្យអង្គភាពសារព័ត៌មានទាំងអស់ទាំង CNN ទាំង BBC ទាំង Reuters ទាំង China News ទាំងអស់បាទចូលទៅផ្សាយចុះជាកាមេរ៉ាភាសាទី1ការសុំទោសនេះមិនមែនជាលក្ខណៈសុំទោសដោយចេតនាទេគឺជាលក្ខណៈការទោសគឺខ្ញុំអាចទទួលយកបានណាទី2ប្រសិនបើការរៀបចំសុំទោសអត់មានអីត្រឹមត្រូវទេថ្ងៃ31គឺខ្ញុំ cancel ទាំងអស់ហ្មងមិនចូលរួមជាដាច់ខាតខ្ញុំគិតថាបងពាក់មីលេងជ្រុលម្ដងហើយថែមជ្រុលម្ដងទៀតនេះខ្ញុំនិយាយមែនពូពីរដងណាវគ្គមុនបំបាក់មុខបងឯងបាក់មុខពូចុះឯងដូរចេញ5នាទីវឹកទាំងពូចុះឯងកំពុងតែលេងតម្រុកលេងឡើងល្អទៀតស៊ុបសាប់ហ្នឹងហើយស៊ុបសាប់ហើយដូរចេញ5នាទីដូរចេញខ្ញុំយល់អារម្មណ៍យើងកំពុងតែឡើងជើងហេតុអីគាត់ដូរចេញលើកទី2នេះមកសុំទោសបែបលក្ខណៈឌឺដងខ្ចាច់ខ្ចាទៀតអានេះមិនឌឺដងទេពូកាន់ទុកងល់ណាពូបាទខ្ញុំមិនទៅលេងទេបាទខ្ញុំជាពូចុះឯងខ្ញុំគាត់ប្រាប់ត្រឹមត្រូវបងពាក់មីទោះបីជាមនុស្សស្គាល់គ្នាក៏ដោយតែគាត់លេងនេះវាជ្រុលពីរដងទេខ្ញុំមិនមែនដុតឲ្យខ្លោចកំឡោចឲ្យឆៅទេតែពូចុះឯងមើលខ្លួនឯងទៅខ្ញុំមិនមែនញុះញង់តែមើលទៅខ្ញុំក្នុងនាមជាអ្នកគាត់ពូចុះឯងខ្ញុំមានអារម្មណ៍ពិបាកទូយកនិយាយមែនខ្ញុំមិនដែរណាសុំ1 25,000យកមានតែដាក់ការហ្មងទៅចាំដល់នេះចាំដល់នេះដាក់ការមកចាំដល់នេះមិនគាត់ធ្វើអញ្ចឹងខ្ញុំឆ្លងគាត់កាន់តែខ្លាំងទៅអញ្ចឹងអត់យល់គាត់បងពាក់មីឲ្យតែមនុស្សស្គាល់ទៀតសង្ឃឹមថាការវិនិច្ឆ័យរបស់យើងនៅក្នុងកម្មវិធីចិញ្ចក់សូរថ្ងៃនេះឲ្យប្រិយមិត្តទាំងអស់បានជួលជ្រាបបានស្ដាប់ហើយពាក់មីបើមើលវីដេអូហ្នឹងហើយក៏អាចគាត់ពិចារណាឡើងវិញព្រោះរឿងនេះយើងមិនអាចថាលេងសើចពីទី1វាបំពុលសង្គមទី2មហាជនមានការយល់ច្រឡំទី3គេហៅថាគាត់ក្នុងនាមគាត់ជាចាស់ទុំណាគាត់ជាគេហៅថាព្រឹទ្ធាចារ្យសិល្បៈមួយរូបគាត់មិនត្រូវចេះគេហៅថាលេងសើចតាមបែបអារម្មណ៍របស់គាត់ដោយយកអ្នកដទៃជាពិសេសដូចខ្ញុំដែលជាមនុស្សដែលជាកូនខ្មែរដែលមានសក្តានុពលសពថ្ងៃនេះទៅជន់ឈ្លីទៅលេងសើចតាមគេហៅថាអារម្មណ៍របស់គាត់បែបលេលើអត់បានទេហ្នឹងហើយអារម្មណ៍គាត់បើផ្លេសទៅយកពូចុះឲ្យធ្វើអញ្ចឹងពីរដងណាខ្ញុំឈរខាងពូចុះឲ្យមិនមែនថាខ្ញុំចូលឯណានេះអត់ទេតែខ្ញុំឃើញទង្វើបងពាក់មីពីរដងនឹងវាជ្រុលមែនគាត់ធ្វើនឹងជ្រុលមែនខ្ញុំស្ដាប់សំដីសំដីរបស់ពូភ្លាវពូស្ដាប់គាត់និយាយទៅមនុស្សគាត់ស្រឡាញ់គុណធម៌ដូចយ៉ាងដូចគាត់អីចឹងដូចគាត់អីចឹងស្រឡាញ់គុណធម៌ឈលលើភាពស្មោះត្រង់មិនរេទៅខាងណាមិនរេទៅខាងនោះអត់ទេគេហៅថាមនុស្សដែលមានសច្ចភាពពិតប្រាកដបាទបើពូចុះឲ្យខុសខ្ញុំថាខុសបងពាក់មីខុសខ្ញុំថាខុសខ្ញុំអត់ចេះកាន់ជើងដែរពីទួនញ៉ាំផ្លេតពេកមកផ្លេតពីរដងខ្ញុំខឹងនិយាយដល់ផ្លាត់អូខេអរគុណច្រើនអញ្ចឹងបានន័យថាថ្ងៃនេះយើងបញ្ចប់ការសន្ទនាត្រឹមហ្នឹងចាំមើលថាគាត់នឹងមានអ្វីថ្មីមកទៀតណាបន្ទាប់ពីមើលវីដេអូនេះហើយអរគុណសុខសប្បាយគ្នា